កូនចង្រិតរយៈពេល14ទៅ15ថ្ងៃនេះបងប្អូននេះបាទហើយជាខ្ទង់14ថ្ងៃហ្នឹងដោយសារខ្ញុំភ្លេចបាតទីរ៉ៃបាទលើកមុនភ្លេចកត់លើកនេះក៏ភ្លេចកត់ទៀតតែម្ដងបាទឥឡូវខ្ញុំថា15ថ្ងៃនេះចុះបាទអ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះសូមជួយ like comment ក៏ដូចជា share វីដេអូនេះម្នាក់មួយផងបាទអ្នកទាំងអស់គ្នាអរគុណច្រើនខ្លាំងមែនតើបាទអត់ share គាត់អីដែរនេះគឺជាកូនចង្រិតដែលទទួលបានលទ្ធផលនៅក្នុងថ្ងៃទី15បាទគឺរយៈពេលបាន15ថ្ងៃយើងថាកន្លះខែចុះអ្នកនរគ្នាបាទគឺវាប្រព័ន្ធនេះដែរយើងមើលពីចម្ងាយទេវាតូចនៅដែរទេអ្នកនរគ្នាមកវាមិនតាន់ប្រព័ន្ធរុយទេបាទប៉ុន្តែដោយសារតែកន្លែងខ្លះខ្ញុំថតឲ្យវាចិត្តចឹងទៅមើលទៅវាធំចឹងហើយអានេះគឺវាប្រព័ន្ធណាប៉ុណ្ណាធំជាងក្រងអ្នកទាំងអស់គ្នាបាទបើគិតទៅនេះពេលខ្ញុំថតដល់ចិត្តចឹងទៅមើលទៅវាឃើញធំចឹងអ្នកនរគ្នាបាទប៉ុន្តែតាមពិតទៅកូនចង្រិតនេះគឺវានៅតូចនេះសង្កត់ថាប្រព័ន្ធនៅតងសៅម៉ៅនេះខ្លះវាតូចជាងនឹងផងបាទវាមានច្រឡោតមួយដែរវាធំស្ទើរតែប៉ុណ្្នឹងសៅម៉ៅនឹងហើយអ្នកនរគ្នាបាទអានេះគឺជាកន្លែងដាក់ទឹកសម្រាប់ឲ្យវាផឹកចឹងអ្នកនរគ្នាបាទគឺនៅអាចវាច្រើនខ្លាំងមែនតើដោយសារតែអត់ទាន់បានយកវាទៅលាងនេះ3 4ថ្ងៃហើយបាទអញ្ចឹងយើងស្អែកអាចយកវាទៅលាងចេញម្ដងទៅឲ្យស្អាតភ្លឺថ្លាកុំឲ្យវាធំក្លិនស្អុយអញ្ចឹងអ្នកទាំងនេះបាទដោយសារតែយើងដាក់មានចំណីមានអីចឹងគឺវាធំក្លិនមែនតើដែរហ្នឹងនេះឲ្យយើងថែវាឲ្យល្អទៅកុំឲ្យអាចំណីនឹងវាត្រូវទឹកធ្វើអីវាត្រូវអត់សូវធំស្អុយទេបាទហើយឥឡូវនេះគឺអានេះគឺខ្ញុំដាក់តកូននៅវាស៊ីជាមួយនឹងសាវម៉ាវហើយអាខ្មៅដែលមើលទៅហ្នឹងអាហ្នឹងដើមចេកអ្នកទាំងអស់នេះបាទគឺស្រូបចេកដែលវា2 3ថ្ងៃហើយអញ្ចឹងវាចាប់ឡើងខ្មៅអីចឹងដើមចេកនេះក៏វាស៊ីដែរហើយក៏វាជំនួយនៅក្នុងជាតិទឹកអ្នកទាំងអស់នេះបាទគឺវាមានជាតិទឹកច្រើននៅក្នុងហ្នឹងអញ្ចឹងយើងដាក់ទៅវាជំនួយដែរវាអត់សូវពិបាកយើងយកទឹកទៅដាក់វាផឹកហ្នឹងអ្នកទាំងអស់នេះបាទដោយសារតែវាតូចអញ្ចឹងយើងពិបាកនៅក្នុងការដាក់ទឹកខ្លាំងមែនតើបើយកទៅបាញ់ឬទៅចាក់មកស្រួលហ្នឹងគឺលងទឹកចង្រិតងាប់អស់ហើយបាទហើយនេះគឺយើងមើលពីលើទៅគឺទស្សនវិជ្ជានៅក្នុងត្រង់បដោយមកត្រង់នឹងតែម្ដងអ្នកហើយបាទនេះគឺនៅតូចខ្លាំងមែនតើហើយចង្រិតលើកនេះគឺចង្រិតដៃតែម្ដងអ្នកហើយបាទចង្រិតលើកមុនប្រហែលជាចង្រិតលើកបើវាអត់ទៅខ្មៅទេព្រោះថានេះគឺខ្មៅ